ចាជំរាបសួរខ្ញុំពិសីចាជាបុគ្គលិកផ្នែកបច្ចេកទេសប្រចាំក្រុមហ៊ុនហូយន្តកសិកម្មចាថ្ងៃផងដែរចុះមកខេត្តតាកែវស្រុកព្រៃកបាស់ចាបានមកជួបអ៊ំគាត់ធ្វើការច្រូតស្មៅចាដែលគាត់ប្រើប្រាស់ជីត្របាតនោះគឺ GPN ចានិងមានការបាញ់បំពន់ជីទឹក PN ផងដែរចានិងមានការប្រើប្រាស់ជីផ្សេងៗសម្រាប់ជំនួយការលូតលាស់ចាឥឡូវជួបគាត់តចាខ្ញុំឈប់ពិសីខាងក្រុមការងារបច្ចេកទេសចាថ្ងៃនេះចុះមកមើលបងប៉ះបងច្រូតស្មៅយកទៅឲ្យអតិថិជនណាបងណាចាស្មៅនេះមានអាយុប្រហែលខែបងមួយខែបើយើងធ្វើលឿនតា5 25ថ្ងៃទេ25ថ្ងៃចាចុះការដាំបែបម៉េចដែរបងដាំយើងធ្វើដីឲ្យស្អាតដូចណាតយើងចឹងហើយយើងបូមទឹកឲ្យវាដូចថាវាមកម៉មហើយយើងយកដល់ពេលយើងច្រូតបានយកទៅជួសជុះវាជុះឲ្យយ៉ាងនេះទៅវាលែងអីដល់ពេលបានជា4ដល់3យប់ចុះ3យប់យើងហូរទឹកចោលហូរទឹកចេញទៅចាប់រឹសបងណាចាប់រឹសហើយចាដល់ចាប់រូទុកវើឲ្យដីឡើងប្រែកាហាំងចឹងចាចាំយើងបូមទឹកចូលបូមទឹកចូលដាក់ជីចាហើយយើងប្រើថ្នាំខ្លះទៅចាបាញ់ថ្នាំហ្នឹងស្មាំតកៅថ្នាំជំនួយថ្នាំបលូតថ្នាំបែកញ៉ាំប៉ៅលឹកប៉ៅដើមឯនឹងបលូតទេតែប៉ុណ្ណឹងប្រើទៅពីមុខអត់ប៉ះសុខភាពទេអូអញ្ចឹងចាអញ្ចឹងមកលក់បានម្ដុំបានដែរបងម្ដុំ1 ក្រាម 1000 1 ក្រាម 1000បានបើយើងបោះម៉ួយបានឥឡូវនេះបាន900ថែម900ចាក្នុងមួយឆ្នាំបងដាំបានប្រហែលដងដែរបងឆ្នាំដាំរហូតដាំបានដាំរហូតប៉ុន្តែដល់ពេលដាក់វាដាច់តែខែ5ហ្នឹងដែរទេខែផ្សារទុកចោលទេចាអញ្ចឹងបើសិនជាយើងដាំស្រូវហើយដាំស្មៅមួយណាចំណេញច្រើនជាងបងស្មៅចំណេញជាងស្មៅចូលមួយខែម្ដងចាបាញ់តែមួយខែម្ដងចាចំណេញជាងអញ្ចឹងណាចាចុះបងមានអារម្មណ៍បែបម៉េចបានបងងាកមកធ្វើស្មៅវិញអាដាំស្រូវបងគាត់នេះវាចំណេញជាងនេះចំណេញជាងស្រួលដាំជាងស្រួលថែជាងចាមានអីស៊ីនេះមានតែកឡុលអត់មានស៊ីទៀតនៅទៅហ្នឹងហើយចាបងព្រោះដូចថាសត្វល្អិតសត្វអីចាបងចាប់ផ្ដើមដាំស្មៅរយៈពេលប្រហែលឆ្នាំហើយបងយូរហើយបែប4-10ឆ្នាំហើយ4-10ឆ្នាំចាអញ្ចឹងមានម៉ូយច្រើនអញ្ចឹងម៉ូយច្រើនដែរបាទអត់ណាម៉ូយនេះថាជ្រូតមិនសិនអត់កើតដែរដោយសារវាផុកនៅចូលមិនសិនជ្រូតកើតក៏វាជ្រូតមិនសិនបោះហើយដាក់ម៉ូយឲ្យប៉ុន្តែដល់ពេលអត់កើតយើងជ្រូតដៃចាបងចូលមិនសិនវាផុងហ្នឹងហើយចូលមិនសិនកត្រៃដែរចាមានជ្រូតដៃយើងដូចឥឡូវណាហ្នឹងហើយល្អណាស់បងនេះនឹងបងអរគុណច្រើនបងណាអើនេះជ្រូតថតជ្រូតđấyថតឲ្យចាអរគុណទៅដល់បងប្រុសដែលបានផ្ដល់នៅបច្ចេកទេសការដាំដុះស្មៅចាសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ដាំស្មៅចាអាចទាក់ទងមកនេះខ្ញុំបានសម្រាប់ការជាវ GPN យកទៅត្រប់បាតបានចាសូមអរគុណ